ការណែនាំអំពីប្រេងម៉ាស៊ីនថែរក្សាគ្រឿងយន្តដ៏អាចសម្បាំងពេលនេះអាចណែនាំលោកអ្នកបាននេះជាគ្រឿងយន្តដែលយើងបានប្រើប្រាស់អស់ 1000 kVA ពីមុនគ្រឿងយន្តបានទទួលសេវាត្រឹមត្រូវរាល់250ម៉ោងបន្ទាប់ពីយើងប្រើ MSP គឺមានន័យថាសេវាដែលយើងប្រើប្រាស់នោះគឺរាល់ 1000 ម៉ោងហើយដើម្បីពិសោធន៍ឲ្យដឹងច្បាស់យើងក៏បានសម្រេចចិត្តដោះម៉ាស៊ីនមកពិនិត្យមើលដំបូងយើងមកពិនិត្យមើលគ្រឿងយន្តដែលបានប្រើប្រាស់ MSP ហើយ 30000 ម៉ោងស្ទើរតែគ្មានស្លាកស្នាមអ្វីទាំងអស់ទាំងនេះគឺអាចប្រើការបានជារៀងរហូតវាគឺជារឿងអស្ចារ្យសម្រាប់គ្រឿងយន្តដែលបានប្រើប្រាស់ 30000 ម៉ោងហើយគ្រប់ផ្នែកនៅល្អដូចដើមគ្មានស្លាកស្នាមអ្វីទាំងអស់ដូចជានៅទីនេះជាដំណររបស់ខ្សែក្រវ៉ាត់ប៊ីស្តុងបន្ទាប់ពីយកប៊ីស្តុងចេញក្រវ៉ាត់ស្ទើរតែគ្មានស្លាកស្នាមអ្វីទាំងអស់ជាការល្អដែលគ្មានស្លាកស្នាមឬសឹកធ្វើឲ្យមានចន្លោះធំជាងមុននេះនៅតែថ្មីជារៀងរហូតប៊ីស្តុងនៅតែដាក់ទៅត្រូវល្មមដោយមិនចាំបាច់មានការដោះដូរគ្មានស្លាកស្នាមហើយស្ថិតនៅក្នុងលក្ខណៈល្អដូចដើមតាមធម្មតាបន្ទាប់ពីប្រើប្រាស់ហើយរមែងតែងតែមានស្នាមឬសឹកតែ MSP រក្សាភាពដើមឲ្យនៅមានលក្ខណៈល្អដដែលតែនេះនៅល្អដូចដើមបន្ទាប់ពីប្រើ MSP គ្រប់ផ្នែកគ្មានភស្តុតាងណាដែលបញ្ជាក់ឲ្យឃើញថាមានស្លាកស្នាមនោះឡើយរឿងដែលអស្ចារ្យជាភស្តុតាងដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី MSP មានសមត្ថភាពការពារគ្រឿងម៉ាស៊ីនយានយន្តរបស់លោកអ្នកឲ្យនៅស្អាតជានិច្ចឧទាហរណ៍មួយទៀតកម្លាំងភ្លើង900 kVA ប្រើក្នុងពេល17500 ម៉ោងស្ទើរនឹង1លានគីឡូម៉ោងនិងរាល់ 1000 ម៉ោងបដូរប្រេងម៉ាស៊ីនម្ដងទាំងនេះគឺជាការពិតគ្រឿងយន្តនៅទីនេះគឺជាគ្រឿងដែលបានប្រើប្រាស់ប្រេងរំអិល MSP និងគ្រឿងយន្តដែលមិនបានប្រើប្រាស់ប្រេងរំអិល MSP គ្រឿងយន្តដែលមិនបានប្រើប្រាស់ប្រេងរំអិល MSP គ្រាន់តែប្រើបាន 1000 ម៉ោងយើងឃើញថាវាដូចជាគ្រឿងម៉ាស៊ីនដែលចាស់ទៅហើយតែសម្រាប់គ្រឿងយន្តដែលបានប្រើប្រាស់ប្រេងរំអិល MSP វិញយើងទុកដល់ 1500 ម៉ោងទើបយើងដោះមកពិនិត្យមើលជាមួយ MSP គឺនៅតែល្អសម្រាប់ 17500 ម៉ោងយើងនៅតែមើលឃើញគ្រឿងយន្តដែលបានប្រើប្រាស់ដោយប្រេងរំអិល MSP នៅតែស្អាតល្អដដែលនេះគឺជាមេកានិកលោកបានបង្ហាញឲ្យយើងឃើញពីគ្រឿងម៉ាស៊ីនដែលប្រើជាមួយនឹងប្រេងរំអិល MSP តើយ៉ាងណាខ្លះគ្រឿងម៉ាស៊ីនដែលមានការប្រើប្រាស់ដោយប្រេងម៉ាស៊ីន MSP គឺស្ទើរតែគ្មានអ្វីទាំងអស់តែសម្រាប់គ្រឿងម៉ាស៊ីនដែលមិនបានប្រើប្រាស់ដោយប្រេងម៉ាស៊ីន MSP ទេគឺវាមានប្រេងហៀចេញគ្រប់ទីកន្លែងការសាកល្បងបានបង្ហាញឲ្យឃើញបន្ទាប់ពីប្រើបាន 1000 ម៉ោងឡើងទៅដូច្នេះសម្រាប់គ្រឿងម៉ាស៊ីនដែលបានប្រើប្រាស់ប្រេងម៉ាស៊ីន MSP ទោះបីដល់ 17500 ម៉ោងស្ទើរនឹង 10000 គីឡូម៉ាយក៏គ្រឿងម៉ាស៊ីននៅតែស្អាតល្អដដែលគ្មានខូចខាតឬគ្មានសឹកគ្មានស្លាកស្នាមអ្វីទាំងអស់នេះយើងមើលប៊ីស្តុងដែលបានប្រើប្រាស់ដោយប្រេងម៉ាស៊ីន MSP ហើយបាន 1000 គីឡូម៉ាយហើយប្រេងម៉ាស៊ីនត្រូវបានប្ដូររាល់ 1000 ម៉ោងឃើញហើយប៊ីស្តុងនិងក្រវ៉ាត់
នៅស្អាតល្អដដែលនេះបន្ទាប់ពីប្រើបាន1000ម៉ោងហើយទាំងក្រវ៉ាត់ទាំងប៊ីស្តុងគឺនៅល្អដដែលយើងប្រើប្រាស់ប្រេងម៉ាស៊ីន MSP វាបានជួយគ្រឿងម៉ាស៊ីនយានយន្តរបស់លោកអ្នកឲ្យនៅល្អប៊ីស្តុងនេះគឺបានដាក់ចូលទៅវិញដោយមិនចាំបាច់ធ្វើអ្វីទាំងអស់នៅលើដងវិញគឺនៅដដែលគ្មានស្នាមប្រេះអ្វីឡើយក្នុងការប្រើប្រាស់អស់រយៈពេល 17500 ម៉ោងប៊ីស្តុងនេះគឺគ្មានខូចខាតអ្វីទេនេះបង្ហាញឲ្យឃើញច្បាស់ថាគឺគ្មានស្នាមប្រេះស្រាំអ្វីឡើយទាំងក្នុងក៏គ្មានស្នាមទាំងខាងក្រៅក៏គ្មានស្នាមគ្រឿងនេះបានដាក់ចូលទៅវិញដោយគ្មានការផ្លាស់ប្ដូរផ្នែកណាមួយឡើយគ្មានការជួសជុលចូលចងចាំម៉ាស៊ីននេះប្រើប្រាស់អស់រយៈពេល 17500 ម៉ោងហើយបន្ទាប់ពីយើងមកមើលផ្នែកផ្សេងទៀតនៃម៉ាស៊ីនតែមួយខាងក្នុងគឺគ្មានស្នាមអ្វីទាំងអស់អ្វីនៅដូចដើមបន្ទាប់ពីយើងប្រើបាន 17500 ម៉ោងហើយមានន័យថា MSP អាចរក្សាជីវិតគ្រឿងយន្តរបស់លោកអ្នកល្អជាងគេ10 ដងសង្ឃឹមថាយ៉ាងហោចណាស់ក៏ល្អជាងគេ7 ដងដែរ